នេះសកម្មភាពប្រសង់វត្តចាញ់ក្នុងស្រុកអង្គរបរិយខេត្តតែមានជ័យសម្អាតបរិស្ថានក្រោយចម្រើនពេលបរិត្តឬក៏សូត្រមន្តចប់បិណ្ឌទី1ឃើញថាសូត្រមន្តហើយចប់ពីការសូត្រមន្តមកចុះមកគឺសម្អាតបរិស្ថានសម្អាតទីធ្លាវត្តផ្សេងអំចាស់ទៅខាងនោះចាទៅខាងព្រះវិហារបងហើយព្រោះនេះជាកិច្ចវត្តរបស់ព្រះសង្ឃក្នុងវត្តទាំងឯងខ្ញុំណាមានអីទេក្រៅពីការបោសសារ៉ាំសម្អាតបរិស្ថានទី1គឺគោលដៅធំគឺសិក្សារៀនសូត្រហើយកិច្ចការវត្តហ្នឹងឯងព្រោះបរិស្ថានស្អាតទើបការរស់នៅមានអនាម័យល្អមានសុខភាពល្អក្នុងការរស់នៅឃើញបែបហ្នឹងហើយយើងសប្បាយចិត្តខ្ញុំណាសប្បាយចិត្តវត្តអារាមមួយដែលមានបរិស្ថានស្អាតល្អសមគួរអីយើងមានខ្យល់បរិយាកាសបរិសុទ្ធល្អគ្មានសម្រាមគ្មានធូលីគ្មានដីអីផ្សេងយើងទទួលបាននៅអារម្មណ៍មួយថាវាសែនស្រស់ថ្លានៅក្នុងបរិស្ថានមកយើងមានសួនមានដើមឈើមានផ្កាមានអ្វីជាដើមច្រើនមានស្មៅមានអីខៀវយើងលាយគ្នាអញ្ចឹងបរិស្ថានគឺសំខាន់មានរុក្ខជាតិខៀវខ្ចីនឹងឯងបានកើតបរិស្ថានស្អាតហើយខាងហ្នឹងហើយព្រះវិហារនេះកំពុងកសាងខ្ញុំណាកំពុងកសាងអត់ទាន់រួចទេហើយនេះសកម្មភាពបន្តទៀតទាក់ទងការបោះសារ៉ាំនៅខាងព្រះវិហារដោយសារយើងកសាងព្រះវិហារអញ្ចឹងទៅដោយហេតុថាខ្សាច់ថ្មអីហ្នឹងវាអត់ទាន់ហើយដល់ពេលអញ្ចឹងយើងត្រូវទុកសិនអត់ទាន់លើកចេញទេចាំដល់ពេលអញ្ចឹងវារៀងទើសភ្នែកតិចតួចតែកន្លែងណាដែលអាចបោះបានយើងនឹងសម្អាតវាកុំឲ្យសល់អត់ឲ្យសល់នៅដីថ្មឬក៏អីទេកន្លែងណាយើងសម្អាតបានហ្នឹងកន្លែងណាមិនទាន់សម្អាតបានយើងទុកមួយកណ្ដប់ចំណុចយើងឲ្យមានរបៀបរបបត្រឹមត្រូវចុះពីសូត្រមន្តវិញភេជ្ជៈមួយអង្គមួយកែវ2កែវមានកន្លងសម្អាតវត្តតែម្ដងយើងគួរណាស់តែកោតសរសើរប្រសង់ដែលលោកបានលះបង់នោះណាលោកលះបង់ពីផ្ទះសម្បែងមកដើម្បីសិក្សារៀនសូត្រហើយមិនខ្ជិលចោលទេទៅវិញថាខ្ជិលក៏ខ្ជិលអត់កើតដោយសារអីគ្រូតែសាកតែខ្ជិលមើលដល់ស៊ីផ្ដៅគ្រូហើយតែនេះខ្ជិលអត់កើតទេដល់ពេលនេះវាទៅជាទន្លាប់ល្អវិញទៅជាការស្វះស្វែងទៅជាការដែលលឿនក្នុងការសម្អាតបរិស្ថានអីផ្សេងពេលវិហារយើងកំពុងជួសជុលមិនទាន់ហើយទេខ្ញុំអត់ទាន់ហើយ100%ទេនៅច្រើនទៀតនៅលបងនៅសសរនៅគំនូអីច្រើនទៀតហើយនៅខាងមុខព្រះវិហារសាថ្មហ្នឹងយើងអត់ទាន់ឆ្ងាយទៅណាកើតទេត្រូវចាក់សាបទៅចាអីទៀតពេលអញ្ចឹងមានតែត្រឹមលក្ខណៈបោកសម្អាតប៉ុណ្្នឹងឯងគ្រូកងដើមមើលដល់ពេលបោសហើយមានអារម្មណ៍ថាស្លាស់ល្អខ្ញុំស្លាស់ល្វឹងស្អាតជ្រេញតែម្ដងមានអីក្រៅពីការសាមគ្គីទេខ្ញុំការសាមគ្គីគ្នានេះគឺកិច្ចការងារអីដែលលំបាកយ៉ាងណាក៏ដោយឲ្យតែយើងមានភាពសាមគ្គីគ្នាជាធ្លុងមួយកិច្ចការងារហ្នឹងវាស្រួលក្នុងការធ្វើហើយវាលឿនហើយវាជោគជ័យទៀតតែបើយើងបែកបាក់ការសាមគ្គីហើយយើងមិនអាចទៅការជោគជ័យឬក៏ធ្វើការនឹងលឿនបានទេយើងប្រកែកគ្នាយើងវាយគ្នាឬក៏យើងទើសសម្ដីគ្នាអាហ្នឹងបញ្ជាក់ថាយើងអត់បានសាមគ្គីគ្នាតែបើសាមគ្គីគ្នាមិនឃើញទេមិនតែ2 3អំបោះហើយខាងនេះហើយទីទួយហើយតែម្ដង
សិស្សធំបងសិស្សកើបហើយខាងនោះនេះកើបដែរមកកើបមាន2ក្រុម3ក្រុមក្នុងការកើបសម្រាមតែមានវេនត្រឹមត្រូវដែរបានអាចសម្អាតបាន